ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោកបានបង្ហើបអំពីក្តីសង្ឃឹមធំមួយទៀតដែលថាសហរដ្ឋអាមេរិកអាចនឹងផ្ដល់ license អាចនឹងឲ្យ license ទៅឲ្យអាជ្ញាប័ណ្ណទៅខាងប្រទេសអ៊ុយក្រែននឹងក្នុងការផលិតប្រព័ន្ធមីការពារដែនអាកាស Patriot នៅលើទឹកដីរបស់ប្រទេសអ៊ុយក្រែនផ្ទាល់តែម្ដងអញ្ចឹងប្រសិនបើសហរដ្ឋអាមេរិកពិតជាផ្ដល់អាជ្ញាប័ណ្ណឲ្យប្រទេសអ៊ុយក្រែនក្នុងការផលិតប្រព័ន្ធការពារដែនអាកាស Patriot របស់សហរដ្ឋអាមេរិកនៅលើទឹកដីអ៊ុយក្រែនមែននោះវាជាក្តីសង្ឃឹមមួយទៀតសម្រាប់បណ្ដាប្រទេសនៅសហភាពអឺរ៉ុបក្នុងការទប់ទល់ជាមួយនឹងការរំខានការបង្កអសន្តិសុខនៅក្នុងតំបន់អឺរ៉ុបទាំងមូលដូច្នេះនិយាយជារួមមកវិញចំពោះថាតើគិតគូរយ៉ាងណាអឺរ៉ុបគិតគូរយ៉ាងណាចំពោះសង្គ្រាមនៅអ៊ុយក្រែននិងសន្តិសុខអឺរ៉ុបនេះគឺសហភាពអឺរ៉ុបមិនត្រឹមតែគិតគូរពីការជួយជ្រោមជ្រែងដល់ប្រទេសអ៊ុយក្រែនទេអឺរ៉ុបក៏គិតពីការពង្រឹងសន្តិសុខនៅក្នុងបណ្ដាប្រទេសនៅតំបន់អឺរ៉ុបទាំងមូលក្នុងក្របខ័ណ្ឌប្រហាក់ប្រហែលគ្នានឹងអង្គការ NATO នៅពេលខាងមុខនេះបាទទូរទស្សនិកជនពីមជ្ឈដ្ឋានអ្នកវិភាគអន្តរជាតិគេបានមើលឃើញថាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនបានជំរុញដល់អឺរ៉ុបឲ្យផ្លាស់ប្ដូរយុទ្ធសាស្ត្រការពារជាតិរបស់ខ្លួនហើយអ្វីបានជាគេមើលឃើញបែបនេះយើងមានការជួបបន្ថែមពីអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិទាំងពីររូបរបស់ទូរទស្សន៍ព័ត៌មាន BTV គឺលោកណនរីណានិងលោកចិនសេរីមបាទជុំវិញបញ្ហារឿងសន្តិសុខជាតិរបស់សហភាពអឺរ៉ុបនេះខ្ញុំបាទសូមជូនសំណួរដំបូងទៅកាន់លោករីណាគឺមានការលើកឡើងថាបញ្ហាសង្គ្រាមរុស្ស៊ីអ៊ុយក្រែននាំឲ្យអឺរ៉ុបផ្លាស់ប្ដូរយុទ្ធសាស្ត្រការពារជាតិរបស់ខ្លួនតើការផ្លាស់ប្ដូរនេះជាការផ្លាស់ប្ដូរបែបណាទៅវិញទៅលោករីណាបាទសង្គ្រាមរុស្ស៊ីអ៊ុយក្រែនបានឈានចូលដល់ឆ្នាំទី5របស់ខ្លួនហើយប៉ុន្តែមិនទាន់ពេញ5ឆ្នាំក៏ដោយប៉ុន្តែគេមើលឃើញថាការប្រែប្រួលច្រើនក្នុងដំណាក់កាលចុងក្រោយភាគច្រើនគេតែងតែលើកឡើងអំពីសិទ្ធិភាពក្នុងការការពារខ្លួនរបស់អ៊ុយក្រែនពីស្ថានភាពត្រដាបត្រដួសមកមានព្រៀបខ្លះនៅក្នុងការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីមិនត្រឹមតែវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងនិងហេដ្ឋារចនាសម្ព័ន្ធធម្មពលទេក៏ជាការដាក់គោលដៅទៅលើរដ្ឋធានីមូស្គូនិងតំបន់ជុំវិញដែលអាចជះផលប៉ះពាល់ដល់សាធារណជនរុស្ស៊ីចង់មិនចង់គឺរុស្ស៊ីនិងរបបដឹកនាំនៅមូស្គូក៏តែងតែគិតដែរពីផលប៉ះពាល់ដែលកើតមានឡើងហើយក៏ទទួលស្គាល់ទូលំទូលាយដែរពីផលប៉ះពាល់នេះគេបានមើលឃើញថាមនុស្សម្នាក់ៗគឺតែងតែសរសើរអ៊ុយក្រែនចេះការពារខ្លួនអ៊ុយក្រែនអាចទប់បាននៅលើសមរភូមិដែលធ្វើឲ្យរុស្ស៊ីវាយរំកិលបានតិចតួចក្នុងដំណាក់កាលចុងក្រោយនៅតាមដែនដីដែលខ្លួនបានដាក់បញ្ចូលទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួនប៉ុន្តែអឺរ៉ុបហាក់ដូចជាភ្លេចខ្លួនអំពីយុទ្ធសាស្ត្រដែលត្រូវការពារខ្លួនឯងគេចង់សម្ដៅដល់ថានៅពេលដែលមានកិច្ចព្រមព្រៀងបទច្បាញ់ឬក៏សន្តិភាពដែលតម្រូវឲ្យអឺរ៉ុបឈរជើងនៅក្នុងប្រទេសរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនហើយនៅថ្ងៃណាដែលមានកិច្ចព្រមព្រៀងកើតឡើងអឺរ៉ុបហាក់មិនទាន់ត្រៀមខ្លួនទេមិនដឹងថាណាបញ្ជូនស្អីទៅខ្លះដើម្បីការពារដើម្បីមើលការខុសត្រូវលើការរំលោភបទច្បាញ់ជាដើមលោកស្រី Amida Van Rick ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅក្រុមប្រឹក្សា Chicago ទទួលបន្ទុកកិច្ចការសកលបាននិយាយថាយើងបានមើលឃើញច្បាស់ពីការគំរាមកំហែងពីរុស្ស៊ីមកកាន់អឺរ៉ុបហើយវត្តមានសហរដ្ឋអាមេរិកចេះតែថយចុះទៅនៅតំបន់អឺរ៉ុបត្រូវតែពិចារណាខ្លួនឯងទៅតែគិតខ្លួនឯងឲ្យបានច្បាស់មិនចំពោះថាអាចពឹងអាមេរិកបានឬមិនបានទេគឺត្រូវពង្រឹងខ្លួនឯងលោកស្រីបានលើកឡើងពីចំណុចទី1គឺគេនិយាយអំពីសមត្ថភាពហើយសមត្ថភាពនេះក៏គេនិយាយអំពីមនុស្សដែរមានន័យថាសមត្ថភាពក៏មនុស្សមានសមត្ថភាពក្នុងការប្រើប្រាស់ហើយទី2ក៏ផ្ដោតទៅលើវិស័យគ្រឿងយុទ្ធោបករណ៍ក៏ត្រូវមានការបណ្ដុះបណ្ដាលអ្នកមានជំនាញសម្រាប់ប្រើប្រាស់នេះគឺជាទិសដៅចាំបាច់มันអាចអង្គុយសរសើរអ៊ុយក្រែនហើយមិនពង្រឹងខ្លួនឯងភ្លេចគិតដល់ពីការពង្រឹងខ្លួនឯងទេវាជារឿងចាំបាច់ដែលត្រូវធ្វើក្នុងការការពារខ្លួននៅពេលអនាគតដែលយកចិត្តទុកដាក់បំផុតហើយរឿងមួយទៀតដែលជាចំណុចទី3គឺជាការយកចិត្តទុកដាក់បំផុតហើយពិចារណាគ្រប់ជ្រុងជ្រោយគឺវិធីថាតើវិធីអ្វីរបៀបអ្វីដែលអឺរ៉ុបត្រូវរួមគ្នាដើម្បីការពារសន្តិសុខរបស់ខ្លួនឯងមិនមែនគ្រាន់តែមានគ្រឿងយុទ្ធោបករណ៍មានអ្នកជំនាញហើយតែมันបានចងទៅជាក្រុមទៅជារបៀបឬក៏បែបផែននៃក្រុមណាមួយដូចជាសម្ព័ន្ធយោធា NATO ជាដើមដូចជាអង្គភាពមួយដែលអាចថានៅពេលដែលចុះបេសកកម្មឬក៏បំពេញបេសកកម្មរក្សាសន្តិភាពមានការចាត់តាំងពីការបែងចែកកម្លាំងច្បាស់លាស់បែងចែកតួនាទីច្បាស់លាស់សេវាពេញលេញក្នុងការធ្វើការងារអញ្ចឹងចំណុច3នេះដែលអឺរ៉ុបចាំបាច់ត្រូវតែផ្លាស់ប្ដូរហើយសង្
ង្គ្រាមរុស្ស៊ីអ៊ុយក្រែនឈានចូលដល់ឆ្នាំទី5នេះក៏បង្ខំឲ្យអឺរ៉ុបត្រូវតែពិចារណារកមធ្យោបាយឬក៏កែប្រែយុទ្ធសាស្ត្រការពារជាតិរបស់ខ្លួនដើម្បីទប់នឹងការគំរាមកំហែងដែលអាចកើតមាននាពេលអនាគតហើយក៏នៅពេលដែលរុស្ស៊ីអ៊ុយក្រែនឈានដល់បទឈប់បាញ់ណាមួយជាមួយគ្នាឈានឆ្ពោះទៅរកសន្តិភាពយូរអង្វែងជាដើមនោះបាទប៉ុន្តែនៅពេលដែលនិយាយអំពីសន្តិសុខជាតិរបស់សហភាពអឺរ៉ុបគឺมันអាចកាត់ផ្តាច់បានពីអ៊ុយក្រែនដោយសារតែអ៊ុយក្រែនការប្រយុទ្ធជាមួយរុស្ស៊ីកន្លងមកនេះលោកសេរីមយើងបានដឹងថាអ៊ុយក្រែនលើកឡើងថាអ៊ុយក្រែនមិនមែនវាយដើម្បីទៅអ៊ុយក្រែនទេអ៊ុយក្រែនក៏វាយដើម្បីការពារអឺរ៉ុបដូចគ្នាដែរតើក្រៅតែពីការយកចិត្តទុកដាក់ទៅលើវិស័យសន្តិសុខជាតិរបស់ខ្លួនអឺរ៉ុបកំពុងយកចិត្តទុកដាក់យ៉ាងណាខ្លះទៀតទៅលើអ៊ុយក្រែនពិសេសនៅក្នុងរយៈកាលចុងក្រោយដែលរុស្ស៊ីកំពុងបង្កើនការវាយប្រហារតាមអាកាសខ្លាំងនេះបាទចំពោះសហភាពអឺរ៉ុបឥឡូវនេះចូលឆ្នាំនៅឆ្នាំ2026នេះគឺហាក់ដូចជាប្រែប្រួលខ្លាំងជាពិសេសសហភាពអឺរ៉ុបខ្លួនឯងនឹងហាក់គិតគូរច្រើនអំពីសវត្ថិភាពរបស់សហភាពអឺរ៉ុបទាំងមូលនឹងផងហើយអឺរ៉ុបក៏គិតគូរខ្លាំងដែរអំពីទ្វារនៃអ៊ុយក្រែននឹងផងពីព្រោះអ៊ុយក្រែនចាត់ទុកពីទ្វាររបស់សហភាពអឺរ៉ុបដែលទប់រុស្ស៊ីនឹងមិនឲ្យចូលរំខានអុកឡុកដល់ស្ថានភាពសន្តិសុខនៅក្នុងតំបន់អឺរ៉ុបទាំងមូលអញ្ចឹងហើយបានជាកាលពីថ្ងៃម្សិលមិញនេះមានកិច្ចប្រជុំមួយនៅក្នុងប្រទេសបារាំងដែលបង្កើតបានជាសម្ព័ន្ធភាពសហភាពអឺរ៉ុបមួយក្នុងគោលដៅពង្រឹងសមត្ថភាពការពារជាតិនៅក្នុងប្លុកអឺរ៉ុបនេះតែម្ដងហើយក្តីសង្ឃឹមថាសម្ព័ន្ធភាពនេះនៅពេលខាងមុខនឹងអាចបង្កើតជាប្រព័ន្ធការពារជាតិមួយនៅសហភាពអឺរ៉ុបនឹងដែលមានកម្លាំងខ្លាំងដោយអង្គការ NATO អញ្ចឹងប៉ុន្តែគ្រាន់តែមិនមែនជាអង្គការ NATO ទេតែអឺរ៉ុបទាំងអស់នឹងអាចនឹងរួមគ្នាពីព្រោះនៅពេលបច្ចុប្បន្ននេះគឺដែលបារាំងធ្វើជាកិច្ចប្រជុំនេះលោកអេម៉ានូអែលម៉ាក្រុងប្រធានាធិបតីបារាំងបានប្រកាសថាលោកនៅប្រទេសបារាំងនេះគឺត្រៀមខ្លួនធ្វើសង្គ្រាមពេញបន្ទុករួចជាស្រេចទៅហើយខណៈដែលនៅពេលបច្ចុប្បន្ននេះគឺបារាំងជាមហាអំណាចនុយក្លេអ៊ែរជានៅតំបន់អឺរ៉ុបហ្នឹងពីព្រោះអឺរ៉ុបហ្នឹងមានមហាអំណាចនុយក្លេអ៊ែរពីរគឺបារាំងហើយនិងអង់គ្លេសអញ្ចឹងហើយប្រទេសទាំងពីរនេះគឺចូលនៅក្នុងសម្ព័ន្ធភាពការពារសន្តិសុខនៅសហភាពអឺរ៉ុបហ្នឹងដែរជាពិសេសការបង្កើតជាប្រព័ន្ធការពារសន្តិសុខនេះវាអាចជួយមិនត្រឹមតែអឺរ៉ុបខ្លួនឯងទេវាជួយដល់ប្រទេសអ៊ុយក្រែនថែមទៀតពីព្រោះក្តីសង្ឃឹមវាមានមួយទៀតវាមិនទាន់បន្សំនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការ NATO កាលពីថ្ងៃទី7ទី8ខែមិថុនាឆ្នាំ2026នេះនៅប្រទេសទួរគីប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោកបានបង្ហើបអំពីក្តីសង្ឃឹមធំមួយទៀតដែលថាសហរដ្ឋអាមេរិកអាចនឹងផ្ដល់ license អាចនឹងឲ្យ license ទៅឲ្យអាជ្ញាប័ណ្ណទៅខាងប្រទេសអ៊ុយក្រែននឹងក្នុងការផលិតប្រព័ន្ធមីការពារដែនអាកាស Patriot នៅលើទឹកដីរបស់ប្រទេសអ៊ុយក្រែនផ្ទាល់តែម្ដងអញ្ចឹងប្រសិនបើសហរដ្ឋអាមេរិកពិតជាផ្ដល់អាជ្ញាប័ណ្ណឲ្យប្រទេសអ៊ុយក្រែនក្នុងការផលិតប្រព័ន្ធការពារដែនអាកាស Patriot របស់សហរដ្ឋអាមេរិកនៅលើទឹកដីអ៊ុយក្រែនមែននោះវាជាក្តីសង្ឃឹមមួយទៀតសម្រាប់បណ្ដាប្រទេសនៅសហភាពអឺរ៉ុបក្នុងការទប់ទល់ជាមួយនឹងការរំខានការបង្កអសន្តិសុខនៅក្នុងតំបន់អឺរ៉ុបទាំងមូលដូច្នេះនិយាយជារួមមកវិញចំពោះថាតើគិតគូរយ៉ាងណាអឺរ៉ុបគិតគូរយ៉ាងណាចំពោះសង្គ្រាមនៅអ៊ុយក្រែននិងសន្តិសុខអឺរ៉ុបនេះគឺសហភាពអឺរ៉ុបមិនត្រឹមតែគិតគូរពីការជួយជ្រោមជ្រែងដល់ប្រទេសអ៊ុយក្រែនទេអឺរ៉ុបក៏គិតពីការពង្រឹងសន្តិសុខនៅក្នុងបណ្ដាប្រទេសនៅតំបន់អឺរ៉ុបទាំងមូលក្នុងក្របខ័ណ្ឌប្រហាក់ប្រហែលគ្នានឹងអង្គការ NATO នៅពេលខាងមុខនេះបាទរួចចុះជំហរការពារសន្តិសុខជាតិរបស់ខ្លួនដោយអឺរ៉ុបតែងតែពឹងផ្អែកខ្លាំងលើសហរដ្ឋអាមេរិកកន្លងមកនោះវិញតើអាចមានការប្រែប្រួលទេនៅពេលដែលគេមើលឃើញថាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនអាចនាំឲ្យអឺរ៉ុបផ្លាស់ប្ដូរយុទ្ធសាស្ត្រការពារជាតិរបស់ខ្លួននោះរួចចុះការពឹងផ្អែកលើអាមេរិកនេះយ៉ាងណាលោករីណាបាទកន្លងមកគឺគេបានលើកឡើងមុនកិច្ចប្រជុំហើយថាការទាមទាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំហ្នឹងគឺចង់ឲ្យអឺរ៉ុបមានសមត្ថភាពខ្លាំងការពារលើទឹកដីខ្លួនឯងជៀសវាងការត្រឹមតែពឹងផ្អែកលើសហរដ្ឋអាមេរិកសម្រាប់ការចំណាយលើគ្រឿងយុទ្ធោបករណ៍ចំណាយគ្រឿងយុទ្ធោបករណ៍ហើយចំណាយលើកម្លាំងមកឈរជើងនៅតំបន់អឺរ៉ុបទៀតអញ្ចឹងវាជារឿងមួយដែលសហរដ្ឋអាមេរិកទាមទារដាក់សម្ពាធម្ដងហើយម្ដងទៀតឲ្យអឺរ៉ុបបង្កើនការចំណាយកញ្ចក់ថវិកាកន្លងមកប៉ុន្តែគ្រាន់ថាជារួមគេបានមើលឃើញប្រទេសខ្លះជំទាស់នឹងកំណត់នេះតែភាគច្រើនឯកភាពអញ្ចឹងបានគេថា
ឯកភាពលើกระดาษស្នាមប៉ុន្តែការអនុវត្តវាមិនទៅទាំងស្រុងទេនេះមកចំណុចមួយហើយចំណុចទី2ការដែលប្រមុខសម្ព័ន្ធយោធា NATO លោក Mark Rutte លើកឡើងថាអាមេរិកចង់ឲ្យ NATO ក្លាយជា NATO 3.0 គឺមានន័យថាពង្រឹងតួនាទីស្នូលបង្កើនការផលិតគ្រឿងយុទ្ធោបករណ៍ជាដើមដើម្បីទឹកដីអឺរ៉ុបដើម្បីការពារអឺរ៉ុបនេះគឺជាការដែលអឺរ៉ុបបានធ្វើហើយកំពុងតែពង្រឹងអញ្ចឹងការខ្វែងលើកគ្នាទៅលើការចំណាយលើចោតថវិកាមួយទៀតពាក់ព័ន្ធទៅនឹងការចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងសង្គ្រាមនៅក្នុងតំបន់មជ្ឈមបូព៌ានេះគឺប្រទេសភាគច្រើនហើយដែលនិយាយអំពីការដែលត្រូវអូសចូលក្នុងសង្គ្រាមដែលមិនចាំបាច់ដោយសារតែវាជាការបង្កឡើងឬក៏ការជំរុញរបស់សហរដ្ឋអាមេរិកអញ្ចឹងមានចំណុចខ្វែងគ្នាខ្លាំងត្រង់ចំណុចនេះគឺសម្ព័ន្ធមិត្តតាំងពីដើមទីមកដល់ពេលនេះមិនបង្ហាញចំហចូលរួមទេហើយម្យ៉ាងទៀតបេសកកម្មនានាពាក់ព័ន្ធនឹងការពង្រឹងនៅតំបន់ Indo-Pacific ដែលដឹកនាំដោយសហរដ្ឋអាមេរិកការពង្រឹងសមត្ថភាពនិងការវិនិយោគនៅតំបន់អាហ្វ្រិកទាំងនៅតំបន់អាក់ទិកអីជាដើមគឺមានការរយៈមិនស្រុះគ្នាទេអញ្ចឹងគឺយើងមើលឃើញពីការចំណាយកញ្ចប់ថវិកាដើម្បីពង្រឹងអឺរ៉ុបខ្លួនឯងនេះហាក់ដូចជានៅមានការខ្វែងខ្លះប៉ុន្តែវាភាគច្រើនគឺអឺរ៉ុបទទួលស្គាល់ថាត្រូវតែការពារខ្លួនឯងទី2គឺគេហៅថាជាបែបអឺរ៉ុបមក NATO ហ្នឹងអញ្ចឹងពង្រឹងខ្លួនឯងនៅតំបន់អឺរ៉ុបឲ្យបានច្រើនក៏មានការឯកភាពនិងការសាទរហើយដូច្នេះពីចំណុចនេះជាការទទួលបានការឯកភាពមានន័យថាអឺរ៉ុបពង្រឹងហើយមួយទៀតដែលថាបានបដិញ្ញាចិត្តរបស់ខ្លួនឬក៏ពង្រឹងគោលនយោបាយចំពោះអ៊ុយក្រែនដើម្បីគ្រប់គ្រងសង្គ្រាមរបស់អ៊ុយក្រែននេះបើទោះជាមានការគម្រាមពីរុស្ស៊ីថានាំគ្នាបង្ករឿងរុញឲ្យអ៊ុយក្រែនចេញមកខ្លួនឯងនៅឈរពីក្រោយជាដើមគម្រាមកំហែងដល់សន្តិសុខរុស្ស៊ីជាដើមប៉ុន្តែចំណុចនេះគឺអឺរ៉ុបត្រូវគិតជាចាំបាច់ដោយសារតែវាជាសង្គ្រាមដែលនៅលើទឹកដីអឺរ៉ុបដែលអាចប៉ះពាល់ដល់អឺរ៉ុបចឹងចំណុចនេះគឺមានការគ្រប់គ្រងហើយបើទោះបីជា3-4ប្រទេសនៅតំបន់អឺរ៉ុបហ្នឹងគឺមានប្រទេសស្លូវ៉ាគីមានហុងគ្រីមានសាធារណរដ្ឋឆែកនិងប្រទេសប៊ុលហ្គារីបានប្រកាសថាខ្លួនមិនចូលរួមក្នុងការអនុម័តកញ្ចប់ថវិកាឲ្យអ៊ុយក្រែនដែលមានទំហំប្រមាណ$90,000 លាននឹងទេប៉ុន្តែសម្រាប់ក្រមឆន្ទៈចម្រុះនេះក៏មានការប្រកាសពីកញ្ចប់ថវិកាឲ្យដែរអញ្ចឹងអ៊ុយក្រែននៅតែមានសង្ឃឹមហើយម្យ៉ាងវិញទៀតពាក់ព័ន្ធនឹងការប្រកាសរបស់លោកត្រាំថាផ្ដល់អាជ្ញាប័ណ្ណឲ្យអ៊ុយក្រែនមានសមត្ថភាពក្នុងការផលិតមីស៊ីល Patriot ហ្នឹងសម្រាប់ប្រើប្រាស់នៅលើទឹកដីរបស់ខ្លួនអ៊ុយក្រែនហ្នឹងក៏បានប្រកាសឲ្យដែរថានឹងកំពុងតែសម្លឹងមើលក្រុមហ៊ុនជប៉ុនដើម្បីឲ្យមកឈរជើងឲ្យមកបោះទីតាំងផលិតនៅលើទឹកដីអ៊ុយក្រែនចំណុចនេះហើយដែលជាគោលការណ៍រួមគេថាអឺរ៉ុបចាប់ផ្ដើមកែប្រែយុទ្ធសាស្ត្រការពារជាតិរបស់ខ្លួនស្របពេលដែលភូមិសាស្ត្រនយោបាយកាន់តែតាមតឹងឡើងឬកាន់តែចង្អៀតហើយការគម្រាមកំហែងផ្នែកសន្តិសុខហ្នឹងគឺកាន់តែរីកធំស្របពេលដែលពិភពលោកសម្ដេចធ្នាប់ផ្អែកលើច្បាប់ហ្នឹងវាមិនច្បាស់លាស់ហ្នឹងបាទឥឡូវយើងចូលមកដល់ចំណុចមួយទៀតគឺការគម្រាមកំហែងពីរុស្ស៊ីកន្លងមកនេះពីព្រោះថាកន្លងមកយើងបានមើលឃើញថាការគម្រាមធំបំផុតទៅលើសន្តិសុខជាតិរបស់សហភាពអឺរ៉ុបហ្នឹងគឺរុស្ស៊ីនេះឯងដោយផ្ដើមចេញពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនមុនតើរហូតមកដល់ពេលនេះអឺរ៉ុបបានមើលឃើញការគម្រាមកំហែងរបស់រុស្ស៊ីនេះមានសភាពប្រែប្រួលយ៉ាងណាដែរលោកសារិមបាទនៅពេលបច្ចុប្បន្ននេះអឺរ៉ុបមានក្តីបារម្ភកាន់តែខ្លាំងថែមទៀតមិនមែនមានន័យថាអ៊ុយក្រែនបាត់បង់សមត្ថភាពទប់ទល់ជាមួយនឹងរុស្ស៊ីទេគឺដោយសារតែស្ថានភាពសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននឹងប្រែប្រួលពីព្រោះសង្គ្រាមនៅអ៊ុយក្រែននេះចាប់ផ្ដើមឡើងតាំងពីព្រឹកព្រលឹមថ្ងៃទី24ខែកុម្ភៈឆ្នាំ2022កន្លងមករហូតមកដល់ពេលនេះគឺជិត5ឆ្នាំហើយសង្គ្រាមនេះរយៈកាលកន្លងមកគឺអ៊ុយក្រែនវាយប្រហារតែនៅគេហៅ front line គឺនៅមុខសមរភូមិជួរមុខទេមិនវាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីទេប៉ុន្តែក្នុងរយៈពេលប្រមាណសប្តាហ៍កន្លងមកនេះអ៊ុយក្រែនហាក់វាយប្រហារខ្លាំងក្លាចូលជ្រៅទៅក្នុងទឹកដីនៃប្រទេសរុស្ស៊ីហើយមិនតែប៉ុណ្ណោះតំបន់គ្រីមៀដែលរុស្ស៊ីកាត់យកតាំងពីឆ្នាំ2014កន្លងមកដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួននោះក៏ទទួលរងការវាយប្រហារញឹកញាប់ពីប្រទេសអ៊ុយក្រែនដោយប្រើយានដ្រូនទៅវាយប្រហារនាវាដឹកប្រេងទៅវាយប្រហារទីតាំងថាមពលនានានៅក្នុងតំបន់គ្រីមៀដែលបង្កជាការលំបាកកាន់តែខ្លាំងការផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ប្រទេសអ៊ុយក្រែននឹងហើយបានជាអឺរ៉ុបចាត់ទុកថារុស្ស៊ីជាប្រទេសគម្រាមកំហែងកាន់តែខ្លាំងដល់សន្តិសុខនៅបណ្ដាប្រទេសនៅសហភាពអឺរ៉ុបដោយសារតែនៅពេលខាងមុខប៉ះសិនបើប្រទេសអ៊ុយក្រែននៅវាយប្រហារចូលជ្រៅទៅក្នុងទឹកដីនៃប្រទេសរុស្ស៊ីហើយបើតាមគោលដៅគឺអ៊ុយក្រែនវាយប្រហារទៅលើទីតាំងចម្រាញ់ប្រេងនិងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសរុស្ស៊ីដែលរហូតមកដល់ពេលនេះប្រជាពលរដ្ឋរុស្ស៊ីចាប់ផ្ដើមទទួលរងផលប៉ះពាល់ហើយ
ប្រជាពលរដ្ឋរបស់ប្រទេសរុស្ស៊ីចាប់ផ្ដើមត្អូញត្អែអំពីផលប៉ះពាល់កាន់តែខ្លាំងលើជីវភាពរស់នៅរបស់ខ្លួនដោយសារតែសង្គ្រាមរវាងរុស្ស៊ីនិងប្រទេសអ៊ុយក្រែននេះអញ្ចឹងហើយបានជាអឺរ៉ុបចាត់ទុកថាការគម្រាមកំហែងកាលណារុស្ស៊ីឈឺគឺរុស្ស៊ីនឹងមានការឆ្លើយតបកាន់តែខ្លាំងទៅលើប្រទេសអ៊ុយក្រែនហើយជាពិសេសបណ្ដាប្រទេសផ្សេងទៀតនៅសហភាពអឺរ៉ុបដោយសារតែអ៊ុយក្រែនដែលឈរជើងបានរហូតដល់ពេលបច្ចុប្បន្នក្នុងការតស៊ូជាមួយរុស្ស៊ីនេះក៏មិនមែនដោយសារតែអ៊ុយក្រែនម្នាក់ឯងដែរគឺដោយសារតែការជួយជ្រោមជ្រែងគ្រប់បែបយ៉ាងពីបណ្ដាប្រទេសនៅសហភាពអឺរ៉ុបរុស្ស៊ីចាត់ទុកថាបណ្ដាប្រទេសនៅសហភាពអឺរ៉ុបនេះគ្មានចេតនាក្នុងការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនទេគឺប្រទេសនៅអឺរ៉ុបនឹងចង់តែបន្តសង្គ្រាមចង់តែបំពោកឲ្យអ៊ុយក្រែននឹងបន្តសង្គ្រាមជាមួយប្រទេសរុស្ស៊ីអញ្ចឹងរុស្ស៊ីមានន័យថាចាត់ទុកថាអឺរ៉ុបនឹងជាសត្រូវរួចជាស្រេចទៅហើយដោយសារតែអឺរ៉ុបនឹងឯងបានជាអ៊ុយក្រែនមានដង្ហើមនិងមានចលនាតតាំងរុស្ស៊ីរហូតមកដល់ពេលបច្ចុប្បន្ននេះដូច្នេះនៅពេលខាងមុខនេះអឺរ៉ុបបារម្ភថារុស្ស៊ីអាចនឹងវាយប្រហារចូលទៅប្រទេសផ្សេងទៀតដែលជាសមាជិករបស់សហភាពអឺរ៉ុបឬចូលទៅក្នុងប្រទេសជាសមាជិករបស់អង្គការ NATO ដែលបើសិនជាមិនត្រៀមយុទ្ធវិធីបើមិនត្រៀមយុទ្ធសាស្ត្រក្នុងការទប់ទល់ពេលនេះទៅទេពេលនោះគឺហួសពេលហើយបន្ទាប់ពីរុស្ស៊ីបានឈ្លានពានចូលទៅប្រទេសផ្សេងទៀតដែលជាអង្គការសមាជិករបស់អង្គការ NATO ឬបណ្ដាប្រទេសនៅក្នុងសហភាពអឺរ៉ុបនេះដូច្នេះនិយាយរួមមកវិញគឺរុស្ស៊ីពិតជាប្រទេសគំរាមកំហែងដល់សន្តិសុខនៅសហភាពអឺរ៉ុបកាន់តែខ្លាំងហើយបណ្ដាប្រទេសនៅសហភាពអឺរ៉ុបក៏បារម្ភកាន់តែខ្លាំងអំពីការគំរាមកំហែងរបស់ប្រទេសរុស្ស៊ីនេះបាទសូមអរគុណលោកសរិមនិងលោករីណាយើងនឹងបន្តតាមដានបន្តទៀតអំពីបញ្ហានេះជម្រាបលាបាទអរគុណខ្ញុំមកកាន់ព័ត៌មានអំពីបញ្ហាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនវិញតែនិកជនរុស្ស៊ីបានចោទប្រកាន់ដល់ប្រទេសអ៊ុយក្រែនថាកំពុងប្រព្រឹត្តអំពើភេរវកម្មស្របពេលដែលអ៊ុយក្រែនបានវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រអាហ្សើវនៅថ្ងៃអង្គារទី14កក្កដារុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនពីបទភេរវកម្មជំវិញការវាយប្រហារកាន់តែខ្លាំងឡើងលើការដឹកជញ្ជូនទំនិញនៅសមុទ្រអាហ្សើវជាផ្លូវមួយដែលដោះស្រាយប្រហែល 1/4 នៃការនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួនមេបញ្ជាការកម្លាំងដ្រូនរបស់ក្រុងគៀវបានឲ្យដឹងថាយានដ្រូនអ៊ុយក្រែនបានវាយប្រហារនាវារុស្ស៊ី11គ្រឿងនៅសមុទ្រអាហ្សើវទាំងយប់នៅក្នុងសេចក្តីថ្លែងការណ៍មួយលើ Telegraph លោក Robert Brofdy បានឲ្យដឹងថាគោលដៅទាំងនោះរួមមាននាវាប្រេង5គ្រឿងនាវាដឹកទំនិញស្ងួត5គ្រឿងនិងទូកសណ្ដោង1គ្រឿងដែលធ្វើឲ្យចំនួនសរុបនៃនាវាត្រូវបានវាយប្រហារក្នុងរយៈពេល9ថ្ងៃកន្លងមកនេះកើនឡើងដល់116គ្រឿងរបាយការណ៍នេះមិនបានបញ្ជាក់ពីការវាយប្រហារណាមួយលើនាវាដឹកគ្រាប់ធញ្ញជាតិទេប្រភពឧស្សាហកម្មដែលបានឲ្យដឹងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន Reuters ថានាវាដឹកគ្រាប់ធញ្ញជាតិជាច្រើនគ្រឿងត្រូវបានវាយប្រហារនៅថ្ងៃទី13និងថ្ងៃទី14កក្កដាហើយបានឆាបឆេះប្រភពមួយបានប្រាប់សារព័ត៌មាន Reuters ថាពួកគេកំពុងឈរជើងនៅទីនោះសម្រាប់ការដាក់គោលដៅក្នុងរយៈពេល 2-3 ថ្ងៃទៀតនិងមិនមានទូកដែលនៅសេសសល់ក្នុងសមុទ្រអាហ្សើវទេមានតែទូកដែលខូចប៉ុណ្ណោះរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថាអ្វីដែលរបបអ៊ុយក្រែនកំពុងធ្វើគឺលើសពីការលួចប្លន់ទៅទៀតយ៉ាងហោចណាស់ចៅសមុទ្របានប្លន់និងរក្សាទុករបស់របរសម្រាប់ខ្លួនឯងប្រភពពីយោធាអ៊ុយក្រែនបានប្រាប់សារព័ត៌មាន Reuters ថាកម្លាំងប្រដាប់អាវុធអ៊ុយក្រែនវាយប្រហារតែគោលដៅយោធាឬគោលដៅដែលជួយពង្រឹងសមត្ថភាពប្រយុទ្ធរបស់រុស្ស៊ីតែប៉ុណ្ណោះខ្ញុំមកកាន់ព័ត៌មានអំពីចំណុចគួរឲ្យចាប់អារម្មណ៍មួយនៃសកម្មភាពយោធារបស់អ៊ុយក្រែនក្នុងសមរភូមិប្រយុទ្ធជាមួយនឹងរុស្ស៊ីឥឡូវនេះអ៊ុយក្រែនបានធ្វើបេសកកម្មវាយប្រហារដោយប្រើប្រាស់រូបយន្តឬយើងហៅថា robot នៅជាការវាយប្រហារលើដីគោកបញ្ជាដោយដ្រូនសមុទ្រនេះគឺជាការប្រើប្រាស់នៅបច្ចេកវិទ្យាបែបនេះជាលើកដំបូងក្នុងសង្គ្រាមដែលបានឈានចូលដល់ឆ្នាំទី5នេះយោធាអ៊ុយក្រែនបាននិយាយថាខ្លួនបានធ្វើប្រតិបត្តិការចូលចតយានគ្មានមនុស្សបើកបរនៅលើដីគោកដោយប្រើប្រាស់ដ្រូនបញ្ជាពីសមុទ្រនៅលើឆ្នេរសមុទ្រតំបន់ចំនួននៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់យោធាបានសង្កត់ធ្ងន់ថាបេសកកម្មនេះគឺជាកិច្ចខិតខំប្រឹងប្រែងក្នុងសកម្មភាពបែបនេះជាលើកដំបូងរបស់ពិភពលោកវីដេអូដែលបានបង្ហោះដោយយោធាបានបង្ហាញពីនាវាស្វ័យប្រវត្តិមួយគ្រឿងកំពុងធ្វើដំណើរយានគ្មានមនុស្សបើកនៅលើនាវាក្រោយមកបានចាក់ចេញពីនាវាហើយទៅចតនៅលើដីគោករូបភាពក៏បានបង្ហាញពីយានកំពុងបាញ់កាំភ្លើងរបស់វាក្រោយចូលចតផងដែរកងពលដែលបញ្ជាបេសកកម្មនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសមិទ្ធផលដែលត្រូវបានប្រកាសកងពលបាននិយាយថានេះគឺជាបេសកកម្មប្រយុទ្ធលើកដំបូងគេដែលគេស្គាល់លើពិភពលោក Robot នៅលើដីគោកត្រូវបានបញ្ជូនទៅឆ្នេរសមុទ្ររបស់សត្រូវដោយគ្មានមនុស្សបើកចូលចតនៅលើដែនដីដែលត្រូវបានកាន់កាប់និងត្រូវបានប្រើប្រាស់ដើម្បីអនុវត្តបេសកកម្មប្រយុទ្ធទូរទស្សនិកជនងាកមកការរិះគន់ពីវិមានខឹមឡើងរុស្ស៊ីលើសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែនវិញ
រុស្ស៊ីបានលើកឡើងថាជំហររបស់អឺរ៉ុបចំពោះអ៊ុយក្រែននាពេលនេះគឺជាជំហរបែបផ្លូវទាល់ច្រកអ្នកនាំពាក្យវិមានខឹមឡាំងលោក Dmitry Peskov បាននិយាយថាអឺរ៉ុបមិនអាចដើរតួនាទីដ៏មានអត្ថន័យក្នុងការដោះស្រាយចំនួនអ៊ុយក្រែនទេខណៈដែលកំពុងព្យាយាមដករុស្ស៊ីចេញពីដំណើរការនេះដោយហៅជំហររបស់ប្លុកនេះថាជាផ្លូវទាល់ច្រកលោក Peskov បានឆ្លើយតបទៅនឹងការអធិប្បាយរបស់អធិការបតីអាល្លឺម៉ង់លោក Friedrich Merz ដែលបានអះអាងថាការធានាសន្តិសុខនាពេលអនាគតសម្រាប់ទីក្រុងគៀវគួរតែត្រូវបានកំណត់ដោយអ៊ុយក្រែននិងអ្នកគាំទ្រលោកខាងលិចរបស់ខ្លួនដោយគ្មានការចូលរួមពីរុស្ស៊ីលោក Peskov បានប្រាប់អ្នកសារព័ត៌មាននាថ្ងៃអង្គារថាសេចក្តីថ្លែងការណ៍បែបនេះបង្ហាញពីជំហររបស់អឺរ៉ុបគឺស្ថិតនៅផ្លូវទាល់ប្រសិនបើពួកគេទទូចប្រកាន់ជំហរនេះពួកគេនឹងមិនមានតួនាទីនៅក្នុងដំណើរការដោះស្រាយទេលោក Merz បានធ្វើការអធិប្បាយនៅកិច្ចប្រជុំកំពូលសម្ព័ន្ធភាពនៃឆន្ទៈនៅក្នុងទីក្រុងប៉ារីសកាលពីថ្ងៃច័ន្ទជាទីដែលលោកបានសន្យាថាអាល្លឺម៉ង់និងអ្នកគាំទ្រលោកខាងលិចផ្សេងទៀតរបស់អ៊ុយក្រែននឹងបន្តផ្គត់ផ្គង់ជំនួយយោធាដល់ទីក្រុងគៀវបន្ទាប់ពីមានបទជប់បាញ់នាពេលអនាគតលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានទៅដល់ប្រទេសអ៊ុយក្រែនដើម្បីបន្តការពិភាក្សាអំពីការដែលអ៊ុយក្រែនប៉ុនប៉ងចូលជាសមាជិករបស់សហភាពអឺរ៉ុបនិងពិភាក្សាអំពីរឿងយានដ្រូនផងដែរដែលបច្ចេកវិទ្យាដ្រូននេះបច្ចុប្បន្នអ៊ុយក្រែនមានភាពរីកចម្រើនច្រើននៅក្នុងអំឡុងសង្គ្រាមឆ្នាំទី5ជាមួយរុស្ស៊ីលោកស្រីប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បានធ្វើដំណើរទៅដល់ទីក្រុងគៀវហើយដើម្បីជួបជាមួយលោកប្រធានាធិបតី Volodymyr Zelensky និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងសហភាពអឺរ៉ុបនិងអ៊ុយក្រែនដោយផ្ដោតជាពិសេសលើការផលិត drone ដំណើរទស្សនកិច្ចនៅថ្ងៃពុធទី15ខែកក្កដាឆ្នាំ2026នេះគឺជាលើកទី2ហើយនៅឆ្នាំនេះហើយក៏ជាលើកទី11ផងដែរនៅក្នុងអំឡុងពេលមានសង្គ្រាមដែលប្រធានគណៈកម្មការអឺរ៉ុបរូបនេះបានធ្វើដំណើរទៅកាន់រដ្ឋធានីរបស់អ៊ុយក្រែនកាលពីអំឡុងចុងខែកុម្ភៈលោកស្រី von der Leyen បានប្រឈមមុខនឹងស្ថានភាពដ៏ស្រពិចស្រពិលនិងលំបាកខ្លាំងអ៊ុយក្រែនកំពុងឆ្លងកាត់រដូវរងាដ៏លំបាកដោយស៊ូទ្រាំនឹងការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំដែលបង្កឡើងដោយការវាយប្រហារមិនស្រាកស្រានរបស់រុស្ស៊ីហុងគ្រីបានរារាំងភ្លាមនៅកម្ចីជំនួយចំនួន90,000 លានអឺរ៉ូហើយដំណើរការចូលជាសមាជិករបស់ក្រុងគៀវត្រូវបានជាប់គាំងទាំងស្រុងដោយគ្មានដំណោះស្រាយណាមួយលេចចេញជារូបរាងឡើយតែដំណើរទស្សនកិច្ចលើកទី2នេះកំពុងកើតឡើងនៅក្នុងកលៈទេសៈនិងស្ថានភាពខុសប្លែកគ្នាទាំងស្រុងអ៊ុយក្រែនបានមានព្រៀបនៅសមរភូមិតាមរយៈការបើកការវាយប្រហាររយៈចម្ងាយឆ្ងាយដ៏គួរឲ្យភ្ញាក់ផ្អើលលើរោងចក្រចម្រាញ់ប្រេងដាច់ស្រយាលនានារបស់រុស្ស៊ីដែលបង្កឲ្យមានវិបត្តិប្រេងឥន្ធនៈនិងកំពុងបង្កើនសម្ពាធកាន់តែខ្លាំងបន្ថែមទៀតលើសេដ្ឋកិច្ចរបស់ក្រុងមូស្គូជាមួយគ្នានេះកម្ចីជំនួយចំនួន90,000 លានអឺរ៉ូត្រូវបានដាក់ឲ្យដំណើរការហើយដំណើរការចូលជាសមាជិកក៏កំពុងបោះជំហានទៅមុខដែរកាលពីថ្ងៃអង្គារអ៊ុយក្រែនបានបើកកិច្ចចរចាមួយដំណាក់កាលទៀតលោកស្រី von der Leyen បានថ្លែងនៅពេលធ្វើដំណើរទៅដល់ក្រុងគៀវថាអ៊ុយក្រែនបានបង្កើនសន្ទុះយោធាខ្លាំងក្លាស្ថានភាពកំពុងតែផ្លាស់ប្ដូរទៅរកភាពល្អប្រសើរហើយ It's a very important stepជុំវិញស្ថានភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់ដែលការវាយប្រហារនៅពេលនេះយើងបានមើលឃើញថាការវាយប្រហារគ្នាបង្កក្តីបារម្ភគឺមិនចាញ់សង្គ្រាមពេញបន្ទុកកាលដែលអាមេរិកនិងអ៊ីស្រាអែលរួមដៃគ្នាវាយប្រហារលើអ៊ីរ៉ង់ដែលមាននៅក្នុងថ្ងៃដំបូងថ្ងៃ28កុម្ភៈហើយបន្តរយៈពេលជាច្រើនសប្តាហ៍នោះទេឥឡូវនេះគេបានមើលឃើញថាភាពតានតឹងភាគច្រើនគឺផ្ដោតទៅលើរឿងច្រកសមុទ្រ Hormuz នោះតែម្ដងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្រៅតែពីបញ្ជាឲ្យបិទច្រកកំពង់ផែរបស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz ឡើងវិញថែមទាំងគម្រាមថានៅសប្តាហ៍ក្រោយនេះអាមេរិកអាចនឹងវាយប្រហារធ្ងន់ធ្ងរទៅលើជង្រុកធម្មពលនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសអ៊ីរ៉ង់ថែមទៀតផងក្នុងនោះគឺគម្រាមវាយប្រហារកំទេចស្ពានសំខាន់ៗរបស់អ៊ីរ៉ង់ដោយដែលអ្វីដែលលោកត្រាំធ្លាប់បានគម្រាមនៅក្នុងអំឡុងសង្គ្រាមពេញបន្ទុកកន្លងមកមុនមានបទឈប់បាញ់កម្លាំងអាមេរិកបានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី4ជាប់គ្នាកាលពីថ្ងៃអង្គារ14កក្កដាតាមវេលាអាមេរិកនិងបិទផ្លូវទឹកឡើងវិញដើម្បីទប់ស្កាត់នាវាកុំឲ្យបើកបរទៅឬមកនៅកំពង់ផែរបស់អ៊ីរ៉ង់ជាការឆ្លើយតបអ៊ីរ៉ង់បានវាយប្រហារដោយមីស៊ីលជាបន្តបន្ទាប់លើមូលដ្ឋានទ័ពនានារបស់អាមេរិកនៅក្នុងប្រទេសជាសម្ព័ន្ធមិត្តដូចជាប្រទេសយ៉ូដានីកាតាបារ៉ែននិងគុយវ៉ែតដែលសុទ្ធសឹងតែជាសម្ព័ន្ធមិត្តរបស់អាមេរិកគណៈប្រធានាធិបតីអាមេរិក Donald Trump បានដកថយពីការគម្រាមកំហែងរបស់លោកក្នុងការយកពន្ធយ៉ាងច្រើនលើនាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz លោកបានលើកឡើងថាលោកនឹងពង្រីកការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់នៅសប្តាហ៍ក្រោយដើម្បីផ្ដោតលើរោងចក្រថាមពលនិងស្ពានប្រសិនបើទីក្រុងតេហ៍រ៉ង់មិនយល់ព្រមលើកិច្ចព្រមព្រៀង
លោក Donald Trump បានដឹងនៅក្នុងបទសម្ភាសន៍មួយនៅកម្មវិធី Fox News ថាសប្តាហ៍ក្រោយវាពិតជាអាក្រក់សម្រាប់ពួកគេព្រោះសប្តាហ៍ក្រោយរោងចក្រថាមពលនឹងត្រូវរងការវាយប្រហារសប្តាហ៍ក្រោយស្ពាននានានឹងត្រូវកំទេចពួកលោកនឹងវាយកំទេចរោងចក្រថាមពលទាំងអស់របស់ពួកគេពួកលោកនឹងវាយកំទេចស្ពានទាំងអស់របស់ពួកគេលុះត្រាតែពួកគេព្រមចូលតុចរចាបញ្ជាការកណ្ដាលអាមេរិក CENTCOM បាននិយាយថាការវាយប្រហារចុងក្រោយបំផុតនៅព្រឹកថ្ងៃពុធនេះមានបំណងធ្វើឲ្យខូចសមត្ថភាពអ៊ីរ៉ង់ដែលប្រើដើម្បីវាយប្រហារការដឹកជញ្ជូនពាណិជ្ជកម្មនៅច្រកសមុទ្រជាច្រកដឹកជញ្ជូនសំខាន់សម្រាប់ប្រេងនិងឧស្ម័នឈូងសមុទ្រជាកន្លែងដែលទីក្រុងតេហេរ៉ង់បានបើកការវាយប្រហារម្ដងហើយម្ដងទៀតលើនាវាស៊ីវិលប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះនៅជិតទីក្រុងកំពង់ផែ Bandar Abbas នៅលើកោះ Qasem នៃឈូងសមុទ្រនៅក្បែរច្រកសមុទ្រ Hormuz និងទីតាំងផ្សេងៗទៀតទូរទស្សនិកជននៅពេលនេះគេបានមើលឃើញថាអ៊ីរ៉ង់ក៏កំពុងសម្លឹងទៅរកសម្ពាធមួយទៀតលើសហរដ្ឋអាមេរិកតាមរយៈការបិទច្រកសមុទ្រក្រៅតែពីច្រកសមុទ្រ Hormuz អ៊ីរ៉ង់អាចនឹងមានឥទ្ធិពលលើច្រកសមុទ្រសំខាន់មួយទៀតគឺច្រកសមុទ្រ Bab al-Mandab ជាច្រកសមុទ្រភ្ជាប់ទៅកាន់សមុទ្រក្រហមនៅទីនោះមានក្រុមឧទាម Houthi នៅក្នុងប្រទេសយេម៉ែនដែលជាក្រុមមានសាមគ្គីភាពយ៉ាងខ្លាំងក្លាជាមួយប្រទេសអ៊ីរ៉ង់ហើយជាក់ស្ដែងក្រុមនេះធ្លាប់បានធ្វើព្យុះធ្វើភ្លៀងនៅតំបន់សមុទ្រក្រហមនេះកាលពីក្នុងអំឡុងសង្គ្រាមអ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មយុទ្ធហាម៉ាស់នៅហ្គាហ្សាដូចគ្នាផងដែរឥឡូវនេះគេបានមើលឃើញថាបើអាមេរិកដាក់សម្ពាធអ៊ីរ៉ង់ខ្លាំងនៅតំបន់ច្រកសមុទ្រ Hormuz អ៊ីរ៉ង់អាចសម្លឹងទៅរកការបិទច្រកសមុទ្រមួយទៀតគឺច្រកសមុទ្រ Bab al-Mandab បន្ទាប់ពីបានបិទការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz អ៊ីរ៉ង់ឥឡូវនេះកំពុងផ្ដល់សញ្ញាថាខ្លួនអាចលេងស្លឹកបៀដ៏គ្រោះថ្នាក់បំផុតមួយទៀតការប្រើប្រាស់សម្ព័ន្ធមិត្ត Houthi នៅយេម៉ែនដើម្បីបិទផ្លូវទឹក Bab al-Mandab ជាច្រកភ្ជាប់ទៅកាន់សមុទ្រក្រហមជាការបើកសមរភូមិថ្មីប្រឆាំងនឹងទីក្រុង Washington និងធ្វើឲ្យសរសៃឈាមថាមពលដ៏សំខាន់បំផុតចំនួន2របស់ពិភពលោកជួបគ្រោះថ្នាក់គណៈការវាយប្រហាររបស់សហរដ្ឋអាមេរិកកាន់តែជ្រៅចូលទៅក្នុងប្រទេសអ៊ីរ៉ង់និងការវាយប្រហាររបស់ក្រុមចលនាប្រដាប់អាវុធ Houthi កាន់តែកើនឡើងក្រុមអ្នកវិភាគបានមើលឃើញថាទីក្រុងតេហេរ៉ង់កំពុងពង្រីកចំនួននិងស្វែងរកការបង្កើនសម្ពាធលើទីក្រុង Washington ដោយពង្រីកការគំរាមកំហែងដល់ពាណិជ្ជកម្មសកលនិងការផ្គត់ផ្គង់ថាមពលហួសពីឈូងសមុទ្រអ៊ីរ៉ង់បានបង្ហាញរួចហើយនៅអំណាចនៃទ្រព្យសម្បត្តិយុទ្ធសាស្ត្រដ៏មានតម្លៃបំផុតរបស់ខ្លួនដោយរំខានដល់ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ឥឡូវនេះប្រទេសនេះហាក់ដូចជាត្រៀមខ្លួនរួចរាល់ហើយដើម្បីបើកចំណុចសម្ពាធទី2 Bab al-Mandab នៅច្រកសមុទ្រក្រហមជាផ្លូវទឹកតូចចង្អៀតដែលភ្ជាប់សមុទ្រក្រហមទៅនឹងឈូងសមុទ្រដាត់ដែនដែលការនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីតនិងចំណែកសំខាន់នៃការដឹកជញ្ជូនសកលគឺឆ្លងកាត់នៅទីនោះមន្ត្រីជាន់ខ្ពស់យេម៉ែនម្នាក់បានព្រមាននៅថ្ងៃច័ន្ទដើមសប្តាហ៍នេះថាកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីបិទច្រកសមុទ្រ Bab al-Mandab ជាសកម្មភាពមួយដែលលោកនិយាយថាអាចធ្វើឲ្យតម្លៃប្រេងឡើងដល់$200ក្នុង1បារ៉ែលប្រសិនបើអារ៉ាប៊ីសាអូឌីតបន្តវាយប្រហារយេម៉ែននេះយោងតាមរបាយការណ៍មួយលើគេហទំព័រ Press TV របស់អ៊ីរ៉ង់ក្រុមនៃវិភាគបាននិយាយថាប្រសិនបើច្រកសមុទ្រ Hormuz គឺជាឧបករណ៍យុទ្ធសាស្ត្រដ៏រឹងមាំបំផុតរបស់ទីក្រុងតេហេរ៉ង់នោះច្រកសមុទ្រ Bab al-Mandab អាចជាឧបករណ៍បម្រុងសំខាន់ចុងក្រោយរបស់អ៊ីរ៉ង់ដែរតម្លៃប្រេងសកលបានបន្តឡើងថ្លៃជាបន្តទៅទៀតហើយតម្លៃទីផ្សារភាគហ៊ុនសកលក៏មានការប្រែប្រួលមិនទៀងទាត់នៅពេលដែលអាមេរិកនិងអ៊ីរ៉ង់បង្កើនការវាយប្រហារដាក់គ្នាហើយចេញកាន់តែឆ្ងាយពីតុចរចាប្រេងបន្តឡើងថ្លៃថែមទៀតគិតត្រឹមថ្ងៃពុធទី15ខែកក្កដាឆ្នាំ2026នេះស្របពេលដែលប្រធានាធិបតី Donald Trump បានដាក់ចេញនូវការបិទផ្លូវសមុទ្រឡើងវិញលើកំពង់ផែអ៊ីរ៉ង់ទាំងអស់ហើយអ៊ីរ៉ង់បានបន្តនៅការបើកការវាយប្រហារសងសឹកលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រសម្រាប់វគ្គជួញដូរលើកដំបូងពីវគ្គជួញដូរពីរលើកជាប់គ្នាតម្លៃប្រេងឆៅ Brent របស់សហរដ្ឋអាមេរិកគឺបានបិទនៅកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី12មិថុនានិងប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកដែរនៅកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី15មិថុនាមកមិនដែលមានប្រេង Brent បានកើនឡើងក្នុងតម្លៃ$1.46ក្នុង1បារ៉ែលបើគិតជាភាគរយស្មើនឹង$1.72%ហើយបើគិតជាតម្លៃគឺឡើងដល់$86.19ក្នុង1បារ៉ែលគិតត្រឹមម៉ោង00:29នាទីម៉ោងសកលឯប្រេង WTI West Texas Intermediate របស់សហរដ្ឋអាមេរិកវិញគឺបានកើនឡើងតម្លៃ$1.11ទៀតគិតជាភាគរយ1.4%ធ្វើឲ្យតម្លៃក្នុង1បារ៉ែលគឺ$80.40ក្នុង1បារ៉ែលមិនចុះញោមនឹងសហរដ្ឋអាមេរិកនោះឡើយយោធារបស់ប្រទេសអ៊ីរ៉ង់បានលើកឡើងថាអ៊ីរ៉ង់នឹងតស៊ូប្រយុទ្ធជាមួយសហរដ្ឋអាមេរិករហូតទទួលបានជោគជ័យជាស្ថាពរកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ IRGC នឹងបន្តវាយប្រហារលើមូលដ្ឋានយោធាសហរដ្ឋអាមេរិករហូតដល់ទទួលបានជ័យជំនះទាំងស្រុងនេះដែលយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន IRNA ដែលបានដកស្រង់ពីសេវាសារព័ត៌មានរបស់ IRGC
យោងតាមប្រព័ន្ធផ្សព្វផ្សាយនេះ IRGC បានបើកការវាយប្រហារដោយយានដ្រូន6លើកលើមូលដ្ឋានទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ាចាប់តាំងពីទីក្រុង Washington បានរំលោភបំពានលើបទចម្បាញ់នាពេលមុននេះយោធាអ៊ីរ៉ង់បានកំណត់គោលដៅលើការវាយប្រហារលើមូលដ្ឋានទ័ពអាកាស Al-Azraq នៅប្រទេសយូដានីងាកមកកាន់ការលើកឡើងពីខាងចិនអំពីស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាវិញចិនបានលើកឡើងថាសហរដ្ឋអាមេរិកកំពុងនាំតំបន់មជ្ឈិមបូព៌ាទៅរកមហន្តរាយដោយសារសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់នៅថ្ងៃអង្គារទី14ខែកក្កដាឆ្នាំ2026ប្រទេសចិនបានចោទប្រកាន់អាមេរិកនៅឯអង្គការសហប្រជាជាតិថាបាននាំតំបន់មជ្ឈិមបូព៌ាទៅកាន់ជ្រោះដ៏គ្រោះថ្នាក់ដោយការធ្វើសង្គ្រាមលើអ៊ីរ៉ង់នៅក្នុងអំឡុងពេលជជែកពិភាក្សាអំពីក្រុមហ៊ូធីនៅយេម៉ែនលោកស៊ុនឡេបេសកជនចិនប្រចាំនៅ UN បាននិយាយថាសហរដ្ឋអាមេរិកមានការទទួលខុសត្រូវដែលមិនអាចប្រកែកបានជុំវិញស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសយេម៉ែននិងសមុទ្រក្រហមលោកស៊ុនបាននិយាយថាវាគឺជាសហរដ្ឋអាមេរិកដែលកំពុងរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាដើម្បីបញ្ចប់អរិភាពនិងបណ្ដោយឲ្យមានការបន្តវិបត្តិនៅតំបន់ហ្គាហ្សានិងការពង្រីកភាពតានតឹងលោកបន្ថែមថាដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខនិងក្នុងពេលមានការចរចារវាងអាមេរិកនិងអ៊ីរ៉ង់សហរដ្ឋអាមេរិកបានបើកការវាយប្រហារដោយយោធាលើអ៊ីរ៉ង់ដោយរុញឲ្យស្ថានភាពនៃតំបន់នេះធ្លាក់ចូលទៅក្នុងជ្រោះអន្តរាយជាថ្មីទៀតលោកស៊ុនកំពុងឆ្លើយតបនឹងការរិះគន់លើប្រទេសចិនពីសំណាក់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោក Mike Waltz ដែលទើបតែបានចោទប្រកាន់ទីក្រុងប៉េកាំងថាបានរំលោភលើទណ្ឌកម្មហាមឃាត់ការផ្គត់ផ្គង់អាវុធរបស់អង្គការសហប្រជាជាតិដែលកំពុងអនុវត្តចំពោះក្រុមហូធីសហរដ្ឋអាមេរិកវិញបានរិះគន់ចិនដោយបានលើកឡើងថាចិនមិនបានធ្វើអ្វីឲ្យបានគ្រប់គ្រាន់ឡើយដើម្បីទប់លំហូរទំនិញមិនឲ្យទៅកាន់ប្រទេសអ៊ីរ៉ង់និងទៅកាន់ក្រុមហូធីលោក Mike Waltz ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានចោទប្រកាន់ប្រទេសចិនថាមិនបានធ្វើអ្វីឲ្យបានគ្រប់គ្រាន់ឡើយដើម្បីបញ្ឈប់លំហូរទំនិញដែលអាចប្រើប្រាស់សម្រាប់ផ្នែកយោធាទៅកាន់ប្រទេសអ៊ីរ៉ង់និងក្រុមហូធីលោក Waltz បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្នុងសុន្ទរកថាដែលបានរៀបចំកាលពីយប់ថ្ងៃអង្គារថាក្រុមហ៊ុននិងអង្គភាពនៅក្នុងប្រទេសចិនបានរំលោភបំពានលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលបានដាក់បម្រាមអាវុធលើក្រុមហូធីនៅក្នុងការថ្លែងលើកឡើងផ្លាស់ប្ដូរគ្នាជាមួយនឹងសមាភាគីចិនលោក Waltz បាននិយាយថាលោកកំពុងនិយាយសម្ដៅទៅលើទំនិញប្រើប្រាស់បានពីមុខរួញនិងរូបភាពផ្កាយរណបដែលផ្ដល់ដល់អ៊ីរ៉ង់និងក្រុមហូធីដែលជាការពិតមានការប្រើប្រាស់សម្រាប់ផ្នែកស៊ីវិលប៉ុន្តែក៏អាចយកទៅប្រើប្រាស់ផ្នែកយោធាផងដែរវាអាចយកទៅប្រើជាការគំរាមកំហែងដល់ដៃគូរបស់សហរដ្ឋអាមេរិកយន្តហោះស៊ីវិលនិងការដឹកជញ្ជូនពាណិជ្ជកម្មជាចំណែកមួយនៃចំនួនរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់គឺបញ្ហារវាងអ៊ីស្រាអែលនិងលីបង់ទូតទស្សនិកជនអ៊ីស្រាអែលនិងអាជ្ញាធរនៃប្រទេសលីបង់បានចាប់ផ្ដើមការចរចាជុំថ្មីនៅក្នុងទីក្រុងរ៉ូមដើម្បីជំរុញការពន្លឿនការអនុវត្តបទឈប់បាញ់យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុងអ្នកតំណាងអ៊ីស្រាអែលនិងលីបង់នាថ្ងៃអង្គារបានចាប់ផ្ដើមកិច្ចចរចាជុំថ្មីនៅក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាលីក្នុងបំណងជំរុញការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់និងដោះស្រាយបញ្ហាសន្តិសុខព្រំដែនកិច្ចចរចាបិទទ្វាររយៈពេល2ថ្ងៃកំពុងត្រូវបានធ្វើឡើងនៅក្នុងស្ថានទូតអាមេរិកក្នុងទីក្រុងរ៉ូមហើយមានការចូលរួមពីគណៈប្រតិភូការទូតមកពីភាគីទាំងពីរយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកិច្ចប្រជុំនេះគឺជាកិច្ចប្រជុំចរចាជុំដំបូងចាប់តាំងពីអ៊ីស្រាអែលនិងលីបង់បានឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌដែលសម្របសម្រួលដោយអាមេរិកកាលពីចុងខែមិថុនានៅក្នុងទីក្រុង Washington នៅក្នុងបំណងត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយនៅចំណុចសំខាន់នៃកិច្ចពិភាក្សាគឺការអនុវត្តតំបន់ដែលគេហៅថាតំបន់សាកល្បងនៅភាគខាងត្បូងប្រទេសលីបង់ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែលក្រោមកិច្ចព្រមព្រៀងជាក្របខ័ណ្ឌកម្លាំងអ៊ីស្រាអែលត្រូវដកទ័ពថយបន្តិចម្ដងពីតំបន់ទាំងនោះដែលក្រោយមកនឹងត្រូវផ្ទេរទៅឲ្យកងកម្លាំងប្រដាប់អាវុធលីបង់អ៊ីស្រាអែលបានធ្វើឲ្យការរំសាយអាវុធរបស់ក្រុមហេសប៊ូឡាក្លាយជាលក្ខខណ្ឌសម្រាប់ការបញ្ចប់ការដកថយគណៈក្រុមហេសប៊ូឡាទទូចថាអ៊ីស្រាអែលត្រូវតែដកថយទាំងស្រុងពីទឹកដីលីបង់ជាមុនសិនរដ្ឋមន្ត្រីការប្រទេសអ៊ីស្រាអែលលោក Gideon Sa'ar បាននិយាយនៅថ្ងៃអង្គារថាអ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការអនុវត្តនៅក្នុងតំបន់សាកល្បងទាំងពីរដោយសង្ឃឹមថាការពិភាក្សានៅទីក្រុងរ៉ូមនឹងជំរុញដំណើរការនេះទោះយ៉ាងណារបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបង្ហាញថាទោះបីជាបានព្រមព្រៀងចំពោះផែនការដកកងទ័ពនៅក្នុងកិច្ចព្រមព្រៀងកាលពីខែមុនក៏ដោយអ៊ីស្រាអែលនៅតែបន្តពន្យាពេលការអនុវត្តជាក់ស្ដែងលើដីគោក